អូខេស្អីអ្នកគ្នាសូមស្វាគមន៍ការចូលមកកាន់ខ្សែវីដេអូឃ្លីបរបស់ខ្ញុំវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកគ្នាអំពីរបៀបក្នុងការបង្កើត account Cool App នៅលើទូរស័ព្ទដៃក៏ដូចជាលើកុំព្យូទ័រអញ្ចឹងដើម្បីបានប្រើប្រាស់លើកុំព្យូទ័រយើងត្រូវបង្កើតលើទូរស័ព្ទដៃជាមុនសិនហើយ App Cool App នេះគឺជា App របស់កូនខ្មែរយើងនេះទាំងនេះអូខេតោះយើងទៅបង្កើតវាទាំងអស់គ្នាអូខេអ្នកទាំងគ្នាឥឡូវខ្ញុំបង្កើតនេះលើទូរស័ព្ទដៃ Androidអូខេអញ្ចឹងសម្រាប់ទូរស័ព្ទដៃប្រភេទ iPhone ក៏បង្កើតបានដូចគ្នាដែរអូខេអញ្ចឹងដើម្បីបង្កើតសម្រាប់ Android អ្នកនរគ្នាចូលទៅ Play Store ហើយសម្រាប់ iPhone iOS ហ្នឹងចូលទៅ App Store អញ្ចឹងខ្ញុំចូលទៅ Play Store តោះបន្តិចខ្ញុំចូល Play Store ទៅពិតចូលមកដល់ភ្លាមចូលមកដល់កន្លែងនេះអ្នកនរគ្នាហើយយើងវាយ search Cool App ហើយអ្នកនរគ្នានេះអ្នក download គឺ 100k ហើយrate អ្នកនរគ្នា review នេះអ្នក rate នេះ 12+ អូខេយើងចុច install មកអ្នកនរគ្នាអូខេអញ្ចឹងរងចាំបន្តិចយើងប្រើ app របស់ខ្មែរដើម្បីលើកស្ទួយស្នាដៃកូនខ្មែរអ្នកនរគ្នាវាប្រើបានដូច Telegram អញ្ចឹងអ្នកនរគ្នាអាចផ្ញើ file អាចឆាតជាសំឡេងឆាតជាវីដេអូបានដូចគ្នាអូខេឥឡូវវាបានដំឡើងចប់ហើយអ្នកនរគ្នាចុចពាក្យថា open យើងទៅបើកវាមកpen ទៅ open ហើយវា process អ្នកនរគ្នាយើងចុចពាក្យថា continue ហើយអ្នកនរគ្នាកន្លែងនេះវាដាក់ថា allow permission ហើយចុច next មកចុច allow ទៀតមកអ្នកនរគ្នា allow ទៀតតោះបន្តិចកន្លែងនេះយើងបញ្ចូលលេខទូរស័ព្ទអ្នកនរគ្នាអូខេចូលលេខហើយអ្នកនរគ្នាចុច next មកចុច continue ហើយចុច OK អញ្ចឹងរងចាំបន្តិចវានឹងធ្វើការផ្ញើសារមកកាន់លេខទូរស័ព្ទរបស់យើងដើម្បីឲ្យយើងចុច verify អូខេលេខកូដនោះគឺលេខកូដ6ខ្ទង់នេះបងប្អូនមកឲ្យអ្នកនរនេះ26 57 59អូខេចឹងខ្ញុំសេមក26 57 59អូខេចឹងវាthíchហើយអូខេកន្លែងនេះអ្នកនរគ្នាធ្វើការដាក់រូបមកអូខេតាំងរូបចឹងយើងចុច photo នេះមកចុច allow អូខេចឹងអូសមកខាងក្រោមអ្នកនរគ្នាយើងរកមើលរូបមកអូខេចូលកាមេរ៉ាអ្នកនរគ្នាយករូបណាដែលអ្នកនរគ្នាចង់ដាក់មកហើយខ្ញុំដាក់រូបនេះអូខេរូបនេះរូបមួយនេះអូខេដាក់រូបហ្នឹងហើយយើងធ្វើការចុច tick ខាងក្រោមនេះអូខេ tick ទៀតមកបន្ទាប់មកយើងចុច save អូខេ save កន្លែងនេះ save កន្លែងនេះហើយយើងធ្វើការដាក់ឈ្មោះកន្លែង first name last name នេះយើងដាក់តែមួយបានហើយអ្នកនរគ្នាខ្ញុំដាក់ជាឈ្មោះខ្មែររបស់ខ្ញុំអូខេខ្ញុំដាក់តែមួយម៉ាត់ទេអូខេហើយវាយហើយអ្នកនរគ្នាចុច next មកកន្លែងនេះអូខេចុច next មកអូខេកន្លែងនេះវាឲ្យយើងដាក់ password អ្នកនរគ្នាដាក់ password មកដាក់ password ដែលអ្នកនរគ្នាស្រួលចាំអូខេប៉ុន្តែដាក់យ៉ាងណាឲ្យវាខ្លាំងអ្នកនរគ្នាបើសិនមកអ្នកដាក់ទុកខ្សោយទីហើយខ្ញុំដាក់1ការ៉េ1 4ខ្ទង់ជាមួយវាដាក់ថាឈោះ strong password អូខេអញ្ចឹងយើងដាក់ឲ្យខ្លាំងមកដើម្បីការពារសុវត្ថិភាពអូខេចុច next ទៀតមកកន្លែងនេះវាឲ្យ confirm password អូខេវាថា password នឹងវាយដូចគ្នាអូខេចុច next មកកន្លែងនេះវាយ password ហើយចុច nextហេហើយអ្នកទាំងនេះអញ្ចឹងសម្រាប់ account របស់យើងគឺបានបង្កើតហើយអ្នកទាំងនេះប៉ុន្តែនៅពេលនេះយើងអត់ទាន់បានឆាតបានអីទេអូខេអញ្ចឹងយើងទៅ connect ប្រើនៅលើ computer មួយទៀតអ្នកទាំងនេះតោះយើងទៅធ្វើទាំងអស់គ្នាអ្នកទាំងនេះឥឡូវយើងចូលមកដល់លើ computer ហើយអញ្ចឹងយើងទៅតែងយក app នៅលើ PC អូខេអញ្ចឹងខ្ញុំចូលទៅ browser នេះខ្ញុំប្រើ Microsoft
អ្នកទាំងគ្នាប្រើអីក៏បានដែរអូខេខ្ញុំវាយពាក្យថា cool app cool app PC អូខេចុច enter ផងអូខេនេះកន្លែងនេះចុចទៅវាមកកន្លែងនេះវាឲ្យមានកន្លែងនេះ get for Windows get for Mac អូខេចឹងយើងអាចដំឡើងបានទាំងWindows និង Mac ដូចជាទូរស័ព្ទដៃទាំង Android និង iOS អូខេយើងចូលខ្ញុំប្រើ Windows ចុចលើ Windows គេរងចាំតិចអ្នកនរគ្នាអូខេនេះអ្នកនរគ្នាវា download ហើយគឺមានទំហំ149 មេអូខេ hello វាបានដំឡើងចប់ហើយអ្នកនរគ្នាចុចកន្លែងនេះមកឬកន្លែង open file នេះក៏បានដែរចេះចឹង open file មកវា install please wait ចឹងយើងវាឲ្យយើងរងចាំអូខេនៅពេលដែលអ្នកទាំងគ្នា install ហើយវា load QR code មកតែម្ដងអូខេអញ្ចឹងវាឲ្យយើងនេះណា tab Android ឬ all link new device phone អូខេ Android ឬ iPhone ឥឡូវយើងចូលមកក្នុងទូរស័ព្ទដៃរបស់យើងទៅបើក app cool app របស់គ្នា app cool app មកហើយបន្តមកទៀតអ្នកទាំងគ្នាចូលមកកន្លែងនេះ setting ខាងក្រោមនេះអូខេហើយអ្នកទាំងគ្នាចុចលើ link device នេះអូខេ link device នេះហើយអ្នកទាំងគ្នាចុចសញ្ញាបូកនេះមកអូខេសញ្ញាបូកមកហើយយើងដាក់កន្លែងនេះចុច will using the app អូខេចុចមកវា scan ឲ្យយើងតែម្ដងអូខេចុច scan user ចំមកកន្លែង QR code លើ computer មកវាធ្វើការ scan ឲ្យយើងអូតូម៉ាទិកតែម្ដងអូខេអញ្ចឹងយើងចុចពាក្យថា link device មក tick មកអូខេប៉ុណ្ណឹងអ្នកនរគ្នាជួយការចុចកន្លែងនេះលើ finish link phone ចឹងវា sync contact ទៅហើយកន្លែងនេះវាឲ្យយើងរងចាំតិចនេះអ្នកនរគ្នាវាកំពុងតែ process ហើយនេះអ្នកនរគ្នាអូខេនេះអ្នកនរគ្នាឥឡូវវាការដំឡើងរបស់យើងនៅលើ computer គឺបានសម្រេចហើយអ្នកនរគ្នាតែកន្លែងនេះវាអត់ទាន់ load ទេរងចាំបន្តិចដើម្បីវាធ្វើការ process ដោយសារយើងអត់ទាន់បានឆាតលេងជាមួយនរណាអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងនៅពេលដែលអ្នកនរគ្នាបានឆាតលេងជាមួយនរណាច្រើនទៅគឺនឹងមានទំនាក់ទំនងហើយអ្នកនរគ្នាខុសអីនឹង Telegram អ្នកនរគ្នាគឺវាប្រហែលគ្នាវាមាន setting វាអាចយើងសេរីអីផ្សេង notification អីយើងអាចបិទបើកអីលើនឹងបានអាស្រ័យលើអ្នកនរគ្នាមើលបន្ថែមលើនឹងអូខេអញ្ចឹងវីដេអូខ្លីរបស់ខ្ញុំមានតែប៉ុណ្្នឹងទេពាក់ព័ន្ធនឹងរបៀបក្នុងការដំឡើង cool app នៅលើទូរស័ព្ទដៃក៏ដូចជា computer ហើយវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបក្នុងការបង្កើត group share link group ទៅកាន់នរណាម្នាក់ដើម្បីឲ្យគេ join group cool app របស់យើងអរគុណអ្នកនរគ្នាសម្រាប់ការចំណាយពេលវេលាតាមដានទស្សនាខ្សែវីដេអូខ្លីហើយសង្ឃឹមថាអ្នកនរគ្នានឹងពេញចិត្តនឹងខ្សែវីដេអូនេះហើយនឹងជួយចុច like ចុច share នៅ channel របស់ខ្ញុំចុច subscribe ដើម្បីជាការចែកម្លែកទៅកាន់អ្នកដែលអត់បានចេះបានដឹងឲ្យបានដឹងថាខ្មែរយើងក៏មានបណ្ដាញសង្គមរបស់កូនខ្មែរដែរហើយយើងឲ្យជឿងាកមកប្រើបណ្ដាញសង្គមរបស់ខ្មែរយើងឲ្យបានច្រើនដើម្បីគ្រប់គ្រងស្នាដៃកូនខ្មែរលើកទឹកចិត្តឲ្យកូនខ្មែរយើងអាចបង្កើត app ផ្សេងទៀតដូចជាប្រទេសគេដទៃអូខេអញ្ចឹងអរគុណហើយបាយបាយអ្នកនរគ្នាជួបខ្ញុំនៅខ្សែវីដេអូក្រោយឱកាសក្រោយទៀត